ពាក្យខាងត្បូងប្រទេសថៃវឹកវរផ្ទុះការវាយប្រហារធំពីកន្លែងផ្សេងទៀតក្នុងថ្ងៃតែមួយជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ជួបគ្នាសារជាថ្មីម្ដងទៀតហើយដែលថ្ងៃនេះខ្ញុំមានព្រឹត្តិការណ៍ព័ត៌មានថ្មីមួយមកអាប់ដេតចែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបទាក់ទងជាមួយនឹងប្រទេសថៃដែលនៅតំបន់ភាគខាងត្បូងប្រទេសថៃបានផ្ទុះការវាយប្រហារធំចំនួន2កន្លែងក្នុងថ្ងៃតែមួយបងប្អូននេះគឺករណីដែលកំពុងតែកើតមាននៅឯប្រទេសថៃចឹងខ្ញុំនឹងទៅលំអិតព្រឹត្តិការណ៍ព័ត៌មាននឹងចែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃអត់ថមថយទេពោលគឺមានការវាយប្រហារជាបន្តបន្ទាប់ជាពិសេសកាលពីរាត្រីថ្ងៃសុក្រទី26ខែមិថុនាឆ្នាំ2026ក៏កើតមានការវាយប្រហារធំចំនួន2ខេត្តផ្សេងគ្នារុញស្ថានភាពឲ្យកាន់តែមានភាពវឹកវរខ្លាំងឡើងពុកម៉ែបងប្អូនការវាយប្រហារទី1បានកើតឡើងនៅភូមិខាវឌីននៃឃុំផាគូស្រុកថងយ៉ាដេងនៃខេត្តផាថានីដែលគ្រាប់បែកមួយគ្រាប់មានទម្ងន់ប្រមាណជា15គីឡូក្រាមបានផ្ទុះនៅមុខសាលាសាសនាមួយបណ្ដាឲ្យអ្នកភូមិចំនួន4នាក់ត្រូវរងរបួសកងកម្លាំងសន្តិសុខថៃបានបញ្ជាក់ថាគ្រាប់បែកនោះត្រូវបានគេប្លង់ចោលនៅចិញ្ចើមផ្លូវដែលចង្អុលចំទៅលើក្រុមផ្ដាច់ខ្លួនជាអ្នកនៅពីក្រោយរឿងនេះជាមួយនឹងគោលបំណងបង្កចលាចលផងដែរចំណែកការវាយប្រហារមួយទៀតបានកើតឡើងនៅក្នុងខេត្តយ៉ាឡាជាស្នាដៃរបស់ក្រុមផ្ដាច់ខ្លួនដូចគ្នាដែលពួកគេមួយក្រុមមានគ្នាចន្លោះពី8ទៅ10នាក់ប្រដាប់ទៅដោយកាំភ្លើងវែងស្លៀកពាក់បន្លំជាឯកសណ្ឋានយោធាបានដុតបំផ្លាញរថយន្តដឹកទំនិញមួយគ្រឿងខ្ទេចទាំងស្រុងផងដែរមុនការវាយប្រហារនោះពួកគេបានបិទផ្លូវជាតិលេខ410ដែលតភ្ជាប់ខេត្តយ៉ាឡាទៅតំបន់បេតុងរួចពួកគេក៏ខាត់រថយន្តដឹកទំនិញធំមួយគ្រឿងឲ្យឈប់ដែលនោះជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញពីទីក្រុងបាងកកទៅហាត់យ៉ៃនិងបេតុងដោយមានផ្ទុកអង្ករប្រមាណជា250ការុងរួមជាមួយនឹងទំនិញប្រើប្រាស់និងអាហារក្រៀមចុងក្រោយពួកគេក៏បានដុតកំទេចរថយន្តនោះតែម្ដងបង្កជាការផ្ទុះយ៉ាងកក្រើកថែមទៀតផងមិនមែនជារឿងធម្មតាឡើយអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃស្រាប់តែកក្រើកខ្លាំងឡើងក្នុងរយៈពេលថ្មីនេះជាពិសេសនៅក្នុងខែមិថុនានេះតែម្ដងដោយកើតឡើងការវាយប្រហារយ៉ាងញឹកញាប់បំផុតក្នុងអត្រាដែលមិននឹកស្មានដល់ពោលគឺសឹងតែរាល់ថ្ងៃចំនួនប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃគឺកើតមានឡើងនៅក្នុងខេត្តចំនួន4ដូចជាណារ៉ាថេវ៉ាត់ផាថានីយ៉ាឡានិងសង្ខឡាដែលអស់បន្លាយពេលជាច្រើនទសវត្សរ៍មកហើយដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនាយោងតាមទូរលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch ចាប់តាំងពីឆ្នាំ2004មកដល់បច្ចុប្បន្នមានមនុស្សស្លាប់នៅក្នុងករណីហិង្សានោះមានជាងប្រមាណ7500នាក់និងខណៈជាង13500នាក់ទៀតរងរបួសផងដែរជាចុងក្រោយសម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ហើយក៏សូមអធិស្ឋានទៅដល់ពុកម៉ែបងប្អូនរាល់ការអត្ថាធិប្បាយដែលមានពេកត្រង់ណាមិនសមរម្យសូមបងប្អូនអធិស្ឋានដោយសារតែថ្ងៃនេះរឿងផ្ដាសាយអញ្ចឹងការអត្ថាធិប្បាយទៅវាមានរអាក់រអួលខ្លះអញ្ចឹងក៏សូមបងប្អូនអភ័យទោសជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ